ស្រស់ដៃគ្នាល្អណាស់កូនម្ចាស់ហាក់សៀងហៃនិងព្រះសង្ឃជាច្រើនអង្គនិមន្តសួរសុខទុក្ខវិរៈកងទ័ពរបួសដល់មន្ទីរពេទ្យហើយប្រោះព្រំលើកម្លាំងឲ្យទៀតពាក្យដែលអ្នកលេងបណ្ដាញសង្គម Facebook បាននឹងកំពុងចែករំលែកជាបន្តបន្ទាប់ថាអ្វីដែលខ្មែរមានសៀមមិនមានគឺកម្លាំងរួមរួមសាមគ្គីរបស់កងទ័ពជួរក្រោយនិងពាក្យកងទ័ពជួរមុខលីកំភ្លើងកងទ័ពជួរក្រោយលីស្បៀងពិតជាត្រឹមត្រូវនិងចាក់ដោតយ៉ាងខ្លាំងនៅក្នុងបេះដូងប្រជាជនកម្ពុជាព្រមទាំងជនបរទេសជាច្រើននៅក្នុងនោះកម្លាំងសាមគ្គីរបស់ប្រជាជនកម្ពុជាមិនថាក្មេងចាស់ប្រុសស្រីគ្រប់ស្រទាប់វណ្ណៈមិនថាព្រះសង្ឃឬក្រហមនោះទេគឺពិតជាស្រស់ដៃគ្នាជាធ្លុងមួយជួយនៅក្នុងស្ថានភាពដ៏តានតឹងនេះជាក់ស្ដែងកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025កន្លងទៅនេះតាមរយៈ Page Facebook ផ្លូវការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា BEC បានបង្ហោះពីការនិមន្តប្រោះព្រំលើកម្លាំងចិត្តវិរៈកងទ័ពរបួសដល់មន្ទីរពេទ្យពីសំណាក់គុណម្ចាស់ហាក់សៀងហៃឲ្យឆាប់ជាសះស្បើយឡើងវិញជាមួយគ្នានេះដែរគុណម្ចាស់ហាក់សៀងហៃមិនត្រឹមតែប្រោះព្រំលើកម្លាំងចិត្តវិរៈកងទ័ពរងរបួសប៉ុណ្ណោះទេគុណម្ចាស់ក៏មានស្បៀងអាហារនិងថវិកាលើកទឹកចិត្តដល់វីរៈកងទ័ពរងរបួសផងដែរបាទចំណែកព័ត៌មានមួយទៀតគឺមានចំណងជើងថាក្រពលមុខមែនទែនហើយប៉ូលីសថៃចាប់បរិសម្នាក់ទៀតដែលជាជនជាតិអាមេរិកស្នាក់នៅខេត្តសុរិន្ទដោយចោទថាប្រើប្រាស់ទូរស័ព្ទធ្វើចរកម្មតាមរយៈសារព័ត៌មានថៃ Tiger នៅថ្ងៃទី17ខែធ្នូឆ្នាំ2025ម្សិលមិញនេះបានចុះផ្សាយពីករណីបុរសជនជាតិអាមេរិកម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសុរិន្ទឃាត់ខ្លួននិងឃុំខ្លួននៅក្នុងខេត្តសុរិន្ទបន្ទាប់ពីថតរូបនៅលើក្បែរអាកាសយានដ្ឋានយោធាតាមប្រភពព័ត៌មានបានឲ្យដឹងថាអង្គភាពនគរបាលការពារព្រំដែនលេខ21បានជូនដំណឹងទៅដល់មន្ត្រីមកពីស្ថានីយ៍នគរបាលเมืองសុរិន្ទបន្ទាប់ពីបានកត់សម្គាល់ឃើញអាកប្បកិរិយាមិនប្រក្រតីរបស់បុរសបរទេសរូបនេះយោងតាមមន្ត្រី BPP 21បានចោទប្រកាន់ទៅលើបុរសបរទេសខាងលើដោយសារតែឃើញរូបគេដើរតាមដងផ្លូវអាកាសយានដ្ឋានយោធានិងប្រើទូរស័ព្ទដៃរបស់គាត់ដើម្បីថតរូបដើម្បីបង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមមន្ត្រីដែលឈរជើងនៅក្បែរនោះតាមប្រភពព័ត៌មានបានបញ្ជាក់ថាក្នុងអំឡុងពេលនៃការប្រាស្រ័យទាក់ទងគ្នាប៉ូលីសបានស្នើសុំត្រួតពិនិត្យទូរស័ព្ទដៃរបស់បុរសនោះដោយគាត់បានបដិសេធមិនព្រមធ្វើតាមស្រាប់តែប៉ូលីសបានសម្រេចចិត្តឃាត់ខ្លួនគាត់និងនាំគាត់ទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីសួរចម្លើយបន្ថែមខណៈការត្រួតពិនិត្យបឋមបានកំណត់អត្តសញ្ញាណបុរសនោះថាជាជនជាតិអាមេរិកអាយុ46ឆ្នាំមកពីរដ្ឋ New Jersey ដែលបានចូលប្រទេសថៃតែម្នាក់ឯងហើយកំពុងតែស្នាក់នៅសន្តាគារមួយនៅក្នុងខេត្តសុរិន្ទបាទនេះគឺជាព័ត៌មានចំនួន2ដែលព័ត៌មានទី1គឺមានចំណងជើងថាស្រស់ដៃគ្នាល្អណាស់ព្រះតេជគុណហាក់សៀងហៃនិងព្រះសង្ឃជាច្រើនអង្គនិមន្តសួរសុខទុក្ខវីរៈកងទ័ពរបួសដល់មន្ទីរពេទ្យហើយប្រោះព្រំលើកម្លាំងចិត្តឲ្យទៀតចំណែកព័ត៌មានទី2គឺមានចំណងជើងថាក្រពលមុខមែនទែនហើយប៉ូលីសថៃចាប់បុរសម្នាក់ទៀតហើយជាជនជាតិអាមេរិកស្នាក់នៅខេត្តសុរិន្ទដោយចោទថាប្រើទូរស័ព្ទធ្វើចោរកម្ម